ពាក់ព័ន្ធទៅនឹងក្រុមហ៊ុនរថយន្ត Honda បានប្រកាសប្រមូលរថយន្តជិត26,000គ្រឿងនៅក្នុងសហរដ្ឋអាមេរិកត្រឡប់មកវិញជុំវិញការរកឃើញថាមានបញ្ហាឈ្នាន់ហ្វ្រាំងប្រិមត្តដែលកំពុងបើកស្ដាប់ការផ្សាយរបស់វិទ្យុ Fresh News ជាទីមេត្រីក្រុមហ៊ុនផលិតរថយន្តជប៉ុន Honda ប្រកាសប្រមូលរថយន្តចំនួន25,933គ្រឿងនៅសហរដ្ឋអាមេរិកត្រឡប់មកវិញដោយសារបញ្ហាឈ្នាន់ហ្វ្រាំងដែលបណ្ដាលឲ្យមានគ្រោះថ្នាក់នេះបញ្យងទៅតាមការចេញផ្សាយពីរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិរបស់សហរដ្ឋអាមេរិកនិងត្រូវបានដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃទី18ខែមិថុនាឆ្នាំ2025រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវគោកអាមេរិកបានឲ្យដឹងថាបញ្ហានេះប៉ះពាល់ដល់រថយន្ត model Acura TLX Series ឆ្នាំ2021ដល់2025 model Acura MDX Series ឆ្នាំ2023ដល់2025និង Honda Pilot Series ឆ្នាំ2023ដល់2025ក្រុមហ៊ុន Honda បានបញ្ជាក់ថាខ្លួនបានទទួលរបាយការណ៍ទាមទារសំណងក្រោមការធានាចំនួន674ករណីចាប់តាំងពីឆ្នាំ2020មកដែលតាក់ទងនឹងបញ្ហាឈ្នាន់ហ្វ្រាំងនេះប៉ុន្តែមិនទាន់មានរបាយការណ៍ពីគ្រោះថ្នាក់និងរបួសណាមួយឡើយគួរជម្រាបថា Honda បានអំពាវនាវដល់ម្ចាស់រថយន្តដែលរងផលប៉ះពាល់ទាំងអស់ឲ្យតាក់ទងទៅកាន់ទីភ្នាក់ងារលក់របស់ក្រុមហ៊ុនដើម្បីទទួលបានការជួសជុលដោយឥតគិតថ្លៃ